សួស្តីនេះគឺជាត្រីឆ្លាំងអូច្រើនណាស់សម្បូរត្រីឆ្លាំងសុទ្ធតែត្រីឆ្លាំងធំណាប៉ុនក៏ដែរប៉ុនមានខ្លះប៉ុនកំពួនជាងក៏មានដែរច្រើនហើយនេះគឺបោះចំណីឲ្យវាតាមពិតត្រីនេះมันបានចិញ្ចឹមឲ្យទេគឺលក្ខណៈចិញ្ចឹមក៏បានថាចិញ្ចឹមក៏បានថាมันចិញ្ចឹមក៏បានព្រោះលក្ខណៈធម្មជាតិដែលការឲ្យចំណីនេះគឺយើងឲ្យម្ដងម្កាលទេហើយវានៅក្នុងស្ទឹងមិនមែននៅក្នុងអីទេគឺស្ទឹងនៅខាងក្រោយវត្តគឺសុទ្ធតែត្រីនេះពពួកឆ្លាំងមានរៀលមានត្រីអីផ្សេងច្រើនណាមិនតែប៉ុណ្ណោះទេច្រើនណាត្រីហើយនេះពេលព្រឹកតែពេលព្រឹកហ្នឹងទៅវាហែលមកបដែតឲ្យយើងឃើញតែថ្ងៃបន្តិចវានឹងមួយចុះទៅក្រោមទៅជ្រកក្រោមកំប្លោកក្រោមអីវិញដោយសារតែនៅខាងក្រោមវាតិចដល់ពេលព្រឹកហ្នឹងវាហែបមកលើណាហែបមកលើយ៉ាងហើយនេះច្រើនណានេះមិនតិចឆ្នាំទេណាប្រហែលឆ្នាំជាប់គ្នាហើយដែលវារស់នៅគង់វង្សដោយសារតែយើងបានបៀតបៀនបាននេសាទបានប្រមាញ់ឲ្យវាដោយការរក្សាទុកការចិញ្ចឹមការរក្សាទុករបស់ព្រះសង្ឃលោកគង់នៅទៅលោកបានបៀតបៀនទេប៉ុន្តែមានអ្នកលួចឆ្មក់ដែរណាលួចដាក់មងដាក់កង្កែដាក់អីពីយប់ម្ដងម្កាលដែរប៉ុន្តែវាមិនជាលក្ខណៈអីជាប្រចាំថ្ងៃឬក៏ទ្រង់ទ្រាយធំទេគាត់គេលួចឆ្មក់ម្ដងម្កាលដោយសារតែកន្លែងនេះគឺជាកន្លែងរបស់ដែនដីរបស់សង្ឃហើយលោកស្ដារបន្លាយស្ដារស្ទឹងហ្នឹងឲ្យមានជំរៅជ្រៅដើម្បីស្តុកទឹកនឹងឲ្យបានយូរដើម្បីយកទៅប្រើប្រាស់ក្នុងការស្រោចស្រពសួនស្រោចស្រពអីផ្សេងហ្នឹងព្រោះនៅក្នុងសួនត្រូវការទឹកសម្រាប់ស្រោចស្រពហើយយើងបូមពីដងទៅក៏វាចំណាយភ្លើងអស់ច្រើនបើយើងបូមពីក្នុងស្រះដែលទឹកវាមានស្រេចនេះគឺស្រួលក្នុងការបូមមិនសូវជាយ៉ងបឺតទៅតឹងម៉ូទ័រតឹងអីក៏ភ្លើងក៏វាកាត់បន្ថយទៅតាមនោះដែរពេលខ្លះវាងប់ដែរណាងប់មានអីច្រើនដែរប៉ុន្តែដូចជាឆ្នាំនេះអត់ឃើញងប់ឃើញងប់មួយរាល់ឆ្នាំងប់ដាច់ពេញទឹកដាច់ពេញទឹកពេញអីច្រើនណាទៅឆ្នាំនេះដូចជាអត់ឃើញត្រីនឹងងប់ត្រីរៀលត្រីឆ្លាំងត្រីច្រើនប្រភេទណាមិនមែនមានតែប៉ុណ្្នឹងគ្រាន់តែថាពួកប្រភេទត្រីហ្នឹងវាហែបមកលើទឹកនៅពេលព្រឹកចឹងត្រីផ្សេងទៀតវាមិនជាចេះតែហែបត្រីប្រាទេដូចជាពួកត្រីផ្ទក់ត្រីរ៉ស់ត្រីអីត្រីប្រាក៏មានដែរច្រើននេះគ្រាន់តែចង់បង្ហាញឲ្យឃើញថាត្រីវាសម្បូរនៅទីកន្លែងហ្នឹងដោយសារតែមានការអភិរក្សមានការរក្សាទុកអីដោយហើយក៏មិនជាចិញ្ចឹមលក្ខណៈអីទេគាត់នេះរក្សាទុកវាអីអភិរក្សវាតែប៉ុណ្ណោះឯងមិនចិញ្ចឹមឲ្យចំណីឲ្យអី